សួស្តីបងប្អូនទាំងអស់គ្នាសូមស្វាគមន៍មកកាន់ Channel My Research ថ្ងៃនេះខ្ញុំនឹងនាំអស់លោកអ្នកទាំងអស់គ្នាទៅឆ្លើយនឹងសំណួរមួយថាតើប្រទេសភូមានាពេលបច្ចុប្បន្នអាចមានសមត្ថភាពធ្វើសង្គ្រាមកំទេចប្រទេសថៃដោយកាលពីអតីតកាលបានដែរឬទេបច្ចុប្បន្ននេះមានមនុស្សជាច្រើនជាពិសេសប្រជាជនខ្មែរតែងតែចោទសួរថាតើប្រទេសភូមាមានសមត្ថភាពយោធាគ្រប់គ្រាន់ដើម្បីបើកការវាយប្រហារទ្រង់ទ្រាយធំទៅលើប្រទេសថៃបានដែរឬទេដើម្បីឆ្លើយនឹងសំណួរនេះយើងត្រូវពិនិត្យមើលលើកត្តាសំខាន់ចំនួន4នោះគឺ1កម្លាំងទ័ពអាកាស2ស្ថានភាពនយោបាយផ្ទៃក្នុង3ស្ថានភាពសេដ្ឋកិច្ច4មហាអំណាចដែលនៅពីក្រោយខ្នងប្រទេសទាំងពីរទាំងនេះជាចំណុចគន្លឹះនៃការកំណត់ពីសមត្ថភាពយោធាពិតប្រាកដដើម្បីកុំឲ្យខាតពេលយូរសូមមិត្តអ្នកស្ដាប់ទាំងអស់អញ្ជើញទៅតាមដានពិនិត្យមើលពីចំណុចលម្អិតទាំង4ដូចតទៅ1តុល្យភាពកម្លាំងទ័ពអាកាសក្នុងសង្គ្រាមសម័យទំនើបអ្នកណាគ្រប់គ្រងមេឃអ្នកនោះគឺជាអ្នកឈ្នះបើនិយាយពីកម្លាំងទ័ពអាកាសថៃមានឧត្តមភាពដាច់ឆ្ងាយធៀបជាមួយនឹងភូមាថៃប្រើប្រាស់យន្តហោះចម្បាំង F-16 របស់អាមេរិកនិង JAS-39 Gripen របស់ស៊ុយអែតដែលបំពាក់បច្ចេកវិទ្យារ៉ាដាភ្នែកទិព្វអាចបាញ់សត្រូវពីចម្ងាយមុនពេលសត្រូវមើលឃើញថៃមានយន្តហោះ Saab 340 Aries ដែលជាយន្តហោះបញ្ជាការលើអាកាសវាអាចមើលឃើញរាល់យន្តហោះភូមាដែលហោះឡើងពីព្រលានហើយបញ្ជាឲ្យយន្តហោះចម្បាំងថៃទៅស្ទាក់បាញ់មុនពេលដែលភូមាដឹងខ្លួនភូមាខ្វះបច្ចេកវិទ្យាបណ្ដាញទំនាក់ទំនងបែបនេះទោះបីមានយន្តហោះចម្បាំង MiG-29 និង JF-17 ក៏ពិតមែនក៏ប៉ុន្តែពួកគេខ្វះប្រព័ន្ធបញ្ជាការដែលស៊ីចង្វាក់គ្នាប្រសិនបើភូមាហ៊ានបើកការវាយប្រហារទៅលើថៃមុននោះថៃពិតជាមានសមត្ថភាពអាចកំទេចយន្តហោះចម្បាំងនិងមូលដ្ឋានទ័ពរបស់ភូមាបានយ៉ាងលឿនមុននឹងកងទ័ពជើងគោករបស់ភូមាអាចឆ្លងកាត់ព្រំដែនចូលទឹកដីថៃ2នយោបាយផ្ទៃក្នុងនិងរបាំងធម្មជាតិកត្តាទី2ដែលធ្វើឲ្យភូមាមិនអាចវាយប្រហារថៃបាននោះគឺសង្គ្រាមស៊ីវិលបច្ចុប្បន្នកងទ័ពភូមាកំពុងជាប់ដៃយ៉ាងខ្លាំងជាមួយនឹងក្រុមឧទាមជនជាតិភាគតិចទូទាំងប្រទេសពួកគេស្ទើរតែមិនអាចគ្រប់គ្រងតំបន់ព្រំដែនរបស់ខ្លួនឯងបានផងតើមានកម្លាំងឯណាទៅវាយលុកប្រទេសជិតខាងនោះលើសពីនេះភូមិសាស្ត្រព្រំដែនរវាងថៃនិងភូមាគឺជាជួរភ្នំខ្ពស់និងព្រៃក្រាស់ដែលជាមហាកំផែងធម្មជាតិការពារថៃបានយ៉ាងរឹងមាំការដឹកជញ្ជូនស្បៀងនិងគ្រាប់រំសេវសម្រាប់កងទ័ពរាប់ម៉ឺននាក់ឆ្លងកាត់ជួរភ្នំទាំងអស់នេះគឺជាសុបិនដ៏អាក្រក់បំផុតសម្រាប់ភូមា3ស្ថានភាពសេដ្ឋកិច្ចថៃធំជាងមីយ៉ាន់ម៉ាប្រហែលពី7ទៅ8ដងដែល GDP ភូមាមានប្រហែលពី60ទៅ65ពាន់លានដុល្លាររីឯ GDP ថៃមានប្រហែលជាង500ពាន់លានដុល្លារហើយថវិកាសម្រាប់វិស័យការពារជាតិវិញភូមាមានត្រឹមតែពី2ទៅ3ពាន់លានដុល្លារប៉ុណ្ណោះចំណែកឯថៃវិញមានថវិកាការពារជាតិរហូតដល់ទៅជាងពី6ទៅ7ពាន់លានដុល្លារដូចនេះថវិកាការពារជាតិថៃធំជាងភូមាប្រហែលពី2ទៅ3ដងមានន័យថាប្រសិនបើមានសង្គ្រាមពិតមែនថៃមានសមត្ថភាពច្រើនក្នុងការទ្រទ្រង់សង្គ្រាមរយៈពេលវែង4មហាអំណាចដែលនៅពីក្រោយខ្នងមហាអំណាចដែលនៅពីក្រោយខ្នងប្រទេសទាំងពីរគឺសហរដ្ឋអាមេរិកនិងចិនថៃគឺជាសមាជិកមិនមែន NATO របស់អាមេរិកប្រសិនបើមានសង្គ្រាមឈ្លានពានអាមេរិកនឹងផ្ដល់ជំនួយផ្នែកស៊ើបការសម្ងាត់និងអាវុធដល់ថៃភ្លាមចំណែកឯចិនវិញទោះបីជាមានទំនាក់ទំនងល្អជាមួយនឹងភូមាប៉ុន្តែចិនត្រូវការសន្តិភាពដើម្បីធ្វើពាណិជ្ជកម្មប្រសិនបើភូមាបង្កសង្គ្រាមនោះចិននឹងក្លាយជាអ្នកដាក់សម្ពាធមុនគេដើម្បីបញ្ឈប់ភូមា
សរុបសេចក្តីទៅចម្លើយនោះគឺភូមាអាចបង្កការប៉ះទង្គិចទូចតាចនៅតាមព្រំដែនប៉ុន្តែបើនិយាយពីសមត្ថភាពវាយលុកឈ្លានពានគឺភូមាមិនមានសមត្ថភាពឡើយការហ៊ានវាយប្រហារថៃនឹងក្លាយទៅជាការធ្វើអត្តឃាតនយោបាយសម្រាប់របបសឹកភូមាខ្លួនឯងព្រោះពួកគេនឹងត្រូវប្រឈមមុខទាំងសត្រូវខាងក្នុងនិងសត្រូវខាងក្រៅប្រទេសក្នុងពេលតែមួយប្រសិនបើអស់លោកអ្នកចូលចិត្តវីដេអូនេះសូមចុច like និង Subscribe ដើម្បីទទួលបានវីដេអូថ្មីៗទៀតសូមអរគុណ